បាទជំរាបសួរបងប្អូននេះជាវីដេអូទី8របស់ខ្ញុំថ្ងៃនេះខ្ញុំចង់លើកឡើងអំពី3ចំណុចនៅពេលដែលយើងធ្លាក់ដល់ចំណុច0ជីវិតមនុស្សដែលធ្លាក់ដល់ចំណុច0យើងត្រូវគិតដល់រឿង3ចំណុចទី1រក្សាភាពស្ងៀមស្ងាត់ទី2គឺរៀនសូត្រពីកំហុសទាំងឡាយរបស់យើងទី3គឺយើងត្រូវមើលទៅលើអ្នកដែលទៀបជាងយើងបំផុតនៅពេលដែលយើងប្រៀបធៀបបែបនេះវាធ្វើឲ្យយើងអាចមានអារម្មណ៍ថាយើងនៅតែក្រាន់បើជាងគេខ្លះបើប្រៀបធៀបទៅនឹងអ្វីដែលយើងកំពុងតែជួបនៅស្ថានភាពដ៏លំបាកហ្នឹងទី1ភាពស្ងៀមស្ងាត់មិនមែនជាការធ្វើយ៉ាងណាដើម្បីបំភ្លេចរឿងឬឈប់ធ្វើរឿងទាំងឡាយណាដែលមាននៅក្នុងចិត្តរបស់យើងឬក៏បញ្ឈប់សកម្មភាពដែលតាក់ទងទៅនឹងគោលដៅឬក្តីសុបិនរបស់យើងទេក៏ប៉ុន្តែគ្រាន់តែយើងចង់ដកចោលនៅរឿងទាំងឡាយណាដែលវាធ្ងន់ពេកដែលវាលំបាកពេកមានសម្ពាធខ្លាំងគឺយើងត្រូវຕົកវាម្លែកឧទាហរណ៍ថានៅកន្លែងការងារនៅពេលដែលយើងជួបបញ្ហាហើយគេរិះគន់យើងនៅពេលដែលយើងមើលឃើញថាវាជាកំហុសរបស់យើងអាចទទួលយកទៅរួចហើយយើងអរគុណគេទៅប៉ុន្តែនៅពេលដែលគេជាកំហុសរបស់គេសោះហើយគេទម្លាក់មកឲ្យយើងឬក៏ហៅថាការនិយាយបែបឌឺដងលែបខាយបែបមាត់ចាមាត់ព្រៀបពេលខ្លះយើងមិនបាច់ទៅខ្វល់ទេពាក្យសម្ដីខ្លះយើងស្ដាប់ហើយយើងបោះចោលទៅប៉ុន្តែនៅពេលដែលយើងអាចទប់នៅក្នុងការប្រតិកម្មបែបនេះបានន័យថាយើងកំពុងតែព្យាយាមកាត់បន្ថយនៅកំហុសរបស់យើងបាន80ទៅ90%ទៅហើយយើងអាចនិយាយបានថាយើងចាប់ផ្ដើមគ្រប់គ្រងចិត្តជាពិសេសគឺយើងមានភាពចាស់ទុំនៅក្នុងការសម្រេចចិត្តនិងរក្សាភាពស្ងៀមស្ងាត់របស់យើងបានយ៉ាងល្អប្រសើរជាងមុនឆ្ងាយទី2គឺការរៀនសូត្រពីកំហុសពីអតីតកាលយើងមិនអាចបំភ្លេចបានហើយក៏យើងមិនអាចកែប្រែវាបានដែរប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺនៅពេលបច្ចុប្បន្នគឺយើងធ្វើយ៉ាងណាបញ្ជៀសនៅកំហុសពីធំមកតូចពីតូចមកអត់នេះជាអ្វីដែលយើងត្រូវគិតពេលខ្លះយើងជួបឧបសគ្គជាច្រើនដូចជាការរកស៊ីខាតការជាប់បំណុលការសែបគប់មិត្តភ័ក្តិខុសមនុស្សខ្លះធ្លាប់មានកិត្តិយសនៅក្នុងសង្គមក៏ប៉ុន្តែត្រូវបាត់បង់កិត្តិយសរបស់ខ្លួននៅក្នុងសង្គមបាត់បង់ឋានៈបាត់បង់តំណែងបាត់បង់តួនាទីខ្វះលទ្ធភាពដើម្បីធ្វើឲ្យខ្លួនឯងនឹងរីកចម្រើនដូចមុននៅពេលដែលពួកគេបាត់បង់អ្វីស្ទើរតែគ្រប់យ៉ាងទៅហើយពួកគេខ្លះអាចដោះស្រាយបានអ្នកខ្លះជួបបញ្ហាធំមិនអាចដោះស្រាយបានរហូតដល់អ្នកខ្លះទៀតសុខចិត្តយកការបញ្ចប់ជីវិតជាដំណោះស្រាយចុងក្រោយរបស់ពួកគេអ្នកខ្លះដោយសារគឺភាពប្រែប្រួលរបស់ចិត្តអារម្មណ៍មិននឹងណោការប្រែប្រួលនៅក្នុងការសម្រេចចិត្តធ្វើអ្វីមួយអាច1វិនាទី2វិនាទីអាចនឹងធ្វើឲ្យពួកគេហ្នឹងខុសឆ្គងឬក៏មានវិបដិសារីនៅក្នុងជីវិតរបស់ពួកគេទី3គឺយើងត្រូវប្រៀបធៀបចំពោះមនុស្សដែលមានលក្ខណៈសម្បត្តិទាបជាងយើងបំផុតទោះបីជាយើងជួបនៅឧបសគ្គការរកស៊ីខាតការជាប់បំណុលការមានបញ្ហានៅក្នុងគ្រួសារការបែកបាក់គ្រួសារការអាប់អោតកិត្តិយសការស្ដីបន្ទោសការមើលងាយពីសង្គមយ៉ាងណាក៏ដោយប៉ុន្តែសូមយើងក្រឡេកទៅមើលអ្នកដែលទាបជាងយើងអ្នកខ្លះគ្នាចង់រស់រានមានជីវិតណាស់អ្នកខ្លះគ្នាចង់ដើរណាស់ប៉ុន្តែគ្នាមិនអាចដើររួចអ្នកខ្លះគ្នាចង់មានដៃសម្រាប់កាន់របស់របរប៉ុន្តែគ្នាមិនអាចកាន់បានអ្នកខ្លះគ្នាចង់ស្ដាប់បានដើម្បីឆ្លើយតបជាមួយនឹងអ្វីដែលគេសួរអ្នកខ្លះកអ្នកខ្លះថ្លង់នេះជាអ្វីដែលគេចង់បានប៉ុន្តែគេមិនមានលទ្ធភាពដូចយើងទេដូច្នេះចូលយើងមើលអ្នកដែលទាបជាងយើងអ្នកដែលលំបាកជាងយើងដែលពេលខ្លះពួកគាត់គ្មានលទ្ធភាពនៅក្នុងការប្រកួតប្រជែងឬការទៅធ្វើអ្វីមួយនៅក្នុងសង្គមផង
ផ្ទុយទៅវិញពួកគាត់អាចនឹងត្រូវសង្គមរើសអើងគ្មានលទ្ធភាពនៅក្នុងការប្រឈមមុខទៅរកអ្វីដែលខ្លួនអាចធ្វើបាននៅក្នុងសង្គមហើយក៏ត្រូវសង្គមមើលងាយនេះជាអ្វីដែលខ្ញុំចង់លើកឡើងចំណុចខ្លីៗដូច្នេះបងប្អូនត្រូវតែចងចាំជានិច្ចនៅពេលដែលយើងធ្លាក់ដល់ចំណុច0កុំភ្លេចណាបងប្អូនទីមាន3ចំណុចទី1ភាពស្ងៀមស្ងាត់ទី2ការរៀនសូត្រពីកំហុសរបស់យើងទី3ការមើលទៅលើអ្នកដែលទៀបជាងយើងជាពិសេសអ្នកដែលនៅជុំវិញខ្លួនយើងនិងអ្នកដទៃទៀតហើយត្រូវដាក់សំណួរមកលើខ្លួនយើង2សំណួរទី1តើយើងដួលដោយរបៀបណាទី2តើយើងត្រូវក្រោកវិញដោយរបៀបណាបាទដូច្នេះវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងអរគុណជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា